បាទលោកអ្នកនាងកញ្ញាជាទីមេត្រីឥឡូវនេះដល់វេនលោកថាថៃដែលជាអ្នកឆ្លើយឆ្លងព័ត៌មានរបស់ទូរទស្សន៍អាស៊ីសេរីប្រចាំទីក្រុងមែលប៊ននៃប្រទេសអូស្ត្រាលីឡើងមករាយការណ៍ជូនលោកអ្នកនាងដោយលោកអ្នកនាងជ្រាបហើយនេះគឺចូលដល់ថ្ងៃទី5ហើយនៃការទំនាស់ដោយគ្រឿងអាវុធរវាងកម្ពុជានិងថៃនៅឯតំបន់ទល់ដែនហើយដែលបណ្ដាលឲ្យជនស៊ីវិលខ្មែរស្លាប់កើនឡើងជាបន្តបន្ទាប់យោធាថៃនៅតែបង្កើនសកម្មភាពវាយប្រហារឈ្លានពានចូលមកកម្ពុជាចំណែកប្រធានាធិបតីសហរដ្ឋអាមេរិកឯនោះវិញគឺលោក Donald Trump ហាក់ដូចជាមានសេចក្តីទុកចិត្តណាស់ថាលោកអាចនឹងលូកដៃចូលមកបញ្ចប់សង្គ្រាមរវាងកម្ពុជាថៃនេះបានតើលោក Donald Trump អាចនឹងបញ្ចប់សង្គ្រាមនេះបានដែរឬយ៉ាងណាប្រគល់ឲ្យថៃទាំងស្រុងតែម្ដងជំរាបសួរថៃបាទសូមជំរាបសួរលោកជំនាញបတ်និងសូមជំរាបសួរដល់ប្រិយមិត្តអ្នកស្ដាប់បាទលោកថាថៃតើចម្បាំងរវាងកម្ពុជានិងខ្មែរនៅថ្ងៃទី11ធ្នូនេះវាមានស្ថានភាពបែបណាហើយបាទអរគុណលោកជំនាញបတ်ស្ថានភាពចម្បាំងនៅថ្ងៃឈានដល់ថ្ងៃទី5គឺនៅថ្ងៃទី11ខែធ្នូនេះគឺស្ថានភាពនៅតែធំហើយនៅតែធ្ងន់ធ្ងរមានការប្រយុទ្ធតទល់គ្នានៅគ្រប់សមរភូមិតាំងពីខេត្តពោធិ៍សាត់បាត់ដំបងបន្ទាយមានជ័យដល់មានជ័យរហូតដល់ខេត្តព្រះវិហារបាទគឺតាមបណ្ដោយហ្នឹងគឺមានការវាយជាបន្តបន្ទាប់ហើយយើងឃើញហើយខាងភាគីទាំងពីរមានការប្រយុទ្ធទាំងថ្មើរជើងទាំងផ្លូវទឹកហើយនិងផ្លូវអាកាសប៉ុន្តែផ្លូវអាកាសហ្នឹងគឺជាធ្វើឡើងដោយខាងយោធាថៃដែលមានយន្តហោះចម្បាំងបាទគឺមានការប្រយុទ្ធគ្នាតាមទាំងអាវុធធុនធ្ងន់គ្រប់ប្រភេទទាំងកំភ្លើងធំរថពាសដែករថក្រោះហើយរួមទាំងយន្តហោះចម្បាំងអីជាដើមបាទពេញមួយថ្ងៃនេះតាមអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានអះអាងគឺមានការប្រយុទ្ធគ្នាតាំងពីព្រលឹមរហូតដល់ល្ងាចនេះគឺនៅសមរភូមិមុខមួយចំនួនដូចជាភូមិសាស្ត្រថ្មដូននៅប្រាសាទតាកបីនៅភ្នំគីងគក់តំបន់អូស្មាច់ភ្នំខ្មោចប្រាសាទតំបន់ធំអានសេះតំបន់ប្រាសាទព្រះវិហារតំបន់5មករាភូមិសាស្ត្រ700ភ្នំ700ហើយក៏មានការប្រយុទ្ធខ្លាំងដែរនៅភូមិព្រៃច័ន្ទជោគជ័យនិងបឹងតកូនទីតាំងនេះគឺយើងឃើញថាមានការវាយតទល់គ្នាខ្លាំងកាលពីចម្បាំងដំបូងយើងឃើញថាក្រោយពេលដែលថៃបានទម្លាក់គ្រាប់តាមយន្តហោះហើយមានការប្រើកាភ្លើងធំបាញ់ហើយនឹងបន្ទាប់មកបានឲ្យទាហានថ្មើរជើងរបស់ថៃរុលចូលមកកាន់កាប់នៅក្នុងភូមិសាស្ត្រព្រៃច័ន្ទជោគជ័យនិងបឹងតកូននេះក៏ប៉ុន្តែថ្ងៃនេះយើងឃើញបណ្ដាញសារព័ត៌មានរបស់កម្ពុជានឹងបានចុះផ្សាយថាកងទ័ពកម្ពុជាបានបាញ់ហើយរុញកងទ័ពថៃឲ្យដកថយវិញហើយរហូតដល់ដកទង់ជាតិរបស់ទាហានថៃដែលដោតនៅខាងទឹកដីខ្មែរនឹងដកចោលឲ្យដោតទង់ជាតិខ្មែរមកវិញបាទនៅក្នុងភូមិសាស្ត្របឹងតកូននេះបាទហើយតើឈានចូលមកអាចរុលចូលមកបានទឹកដីខ្មែរនឹងបានច្រើនដែរទេឬមួយក៏នៅដដែលទេម្ដងថ្ងៃនេះបាទមកទល់ពេលនេះបើយើងឃើញនៅតាមការប្រយុទ្ធគ្នាតាមផ្លូវគោកគឺយើងឃើញថាយោធាថៃមិនទាន់បានចូលជ្រៅប្រមាណទេប៉ុន្តែចំពោះការប្រើការប្រយុទ្ធលើអាកាសវិញគឺយោធាថៃមានប្រៀបមែនទែនជាពិសេសគឺយន្តហោះ F16 យន្តហោះ Gripen របស់ស៊ុយអែតយោធាថៃបានប្រើយន្តហោះនេះចូលជ្រៅនៅក្នុងទឹកដីខ្មែរទម្លាក់គ្រាប់តែម្ដងនៅលើទីតាំងស៊ីវិលនិងទីតាំងយោធារបស់ខ្មែរយើងបាទជាពិសេសដូចនៅល្ងាចមិញនេះជាក់ស្ដែងគឺយើងបានព័ត៌មានពីអ្នកស្រុកតែម្ដងគឺ F16 របស់ថៃបានហោះទៅទម្លាក់គ្រាប់បែកនៅក្នុងបរិវេណទីបញ្ជាការដ្ឋានកងទ័ពជើងគោកក្នុងខេត្តព្រះវិហារដែលស្ថិតនៅក្នុងឃុំព្រះឃ្លាំងស្រុកក្បែរមានជ័យទម្លាក់គ្រាប់ចំនួន4គ្រាប់បណ្ដាលឲ្យខូចខាតអគារជាច្រើនខ្នងហើយបើគិតទៅពីខាងឃុំព្រះឃ្លាំងនៅទីតាំងដែលទម្លាក់គ្រាប់នេះគឺឆ្ងាយមែនទែនលោកចំបត់ពីព្រំដែនថៃគឺរហូតទៅដល់ប្រហែលជិត200គីឡូម៉ែត្រដូច្នេះមានន័យថាយន្តហោះថៃនឹងហោះចូលជ្រៅមែនទែនមកក្នុងទឹកដីខ្មែរពីព្រោះនៅខាងភ្នំត្បែងស្រុកភ្នំត្បែងនេះនៅជាប់ឯខេត្តកំពង់ធំនេះបាទហើយក្រៅពីនឹងទេយន្តហោះរបស់យោធាថៃក៏បន្តចូលមកជ្រៅទៀតនឹងបាញ់គ្រាប់ផ្លោងនៅក្នុងភូមិមកភូមិឋានរបស់ពលរដ្ឋខ្មែរដូចជានៅឃុំរលុះនិងឃុំស្វាយជែកស្រុកស្វាយជែកអីជាដើមហើយក្រៅពីនឹងទេគឺយោធាថៃបានបាញ់ផ្លោងកំភ្លើងធំប្រភេទ100មីលីម៉ែត្រនិង105មីលីម៉ែត្រចំនួន30គ្រាប់នៅថ្ងៃមិញនេះចូលនៅក្នុងភូមិសាស្ត្រភូមិតាស្ដាឃុំតាស្ដាស្រុកសំពើលួនខេត្តបាត់ដំបង
ហើយបន្ទាប់មកទៀតយោធាថៃក៏បានបាញ់ផ្លងចូលបរិវេណមន្ទីរពេទ្យបង្អែកស្រុកសំពៅលូនខេត្តបាត់ដំបងដែរដែលជាទីតាំងស៊ីវិលកំពុងរស់នៅហ្នឹងហើយគឺមានន័យថាយោធាថៃតែងតែបាញ់ហើយតែងតែចោទថាទីតាំងទាំងអស់នេះជាកន្លែងមូលដ្ឋានទ័ពរបស់ខ្មែរជាដើមក៏ប៉ុន្តែជាក់ស្ដែងភ័ស្តុតាងគឺបង្ហាញថាទីតាំងមួយចំនួនគឺបាញ់ហ្នឹងគឺចំទីតាំងជនស៊ីវិលគឺពលរដ្ឋខ្មែរដែលជាហេតុធ្វើឲ្យពលរដ្ឋខ្មែររងរបួសនិងស្លាប់រហូតជាបន្តបន្ទាប់នោះបាទនឹងហើយដូចយើងឃើញក្របអំបញ្ញមិញនេះលោកនៃភក្ត្រាដែលរដ្ឋមន្ត្រីក្រសួងព័ត៌មាននឹងបានបង្ហាញនឹងគឺថាបាញ់តម្រង់ចូលទៅមន្ទីរពេទ្យតែម្ដងមន្ទីរពេទ្យបង្អែកសំពៅលូននៅបាត់ដំបងនឹងឯងបាទអូខេហើយនឹងហើយតើភាគីកម្ពុជាថ្ងៃទី5នេះអាចទប់ទល់ជាមួយនឹងភាគីថៃបានដែរប្រមាណដែរកម្លាំងយើងបានប្រមាណដែរបាទបើយើងមើលខាងក្រសួងការពារជាតិបានប្រកាសឲ្យថាកងទ័ពកម្ពុជាបានឈរជើងយ៉ាងស្វិតស្វាញនៅក្នុងការប្រយុទ្ធតតាំងទប់ទល់ជាមួយនឹងយោធាថៃតាមផ្លូវគោកក៏ប៉ុន្តែបើយើងពិនិត្យមើលចំពោះការប្រយុទ្ធតតាំងនៅផ្លូវអាកាសវិញគឺភាគីថៃមានព្រៀបហើយហោះចូលជ្រៅដោយខាងកម្ពុជានៅមិនទាន់បានបញ្ចេញអាវុធដើម្បីទប់ស្កាត់ការហោះមកចូលជ្រៅទម្លាក់គ្រាប់នៅក្នុងទឹកដីខ្មែរនៅឡើយទេបាទក៏ប៉ុន្តែចំពោះនៅលើគោកវិញយើងឃើញថាយោធាថៃក៏មិនទាន់អាចរុលចូលមកជ្រៅដោយសារកងទ័ពថ្មើរជើងនឹងតែងបាញ់ទប់តបតត្រឡប់ទៅវិញបាទហើយទំហំនៃផលប៉ះពាល់ទៅវិញការខូចខាតទៅវិញមកដល់ថ្ងៃទី5នេះវាមានកើនឡើងប្រមាណទៀតដែរទេមានប្រាសាទបុរាណមានបូជនីយដ្ឋានប្រវត្តិសាស្ត្រខ្មែរនឹងទទួលរងការខូចខាតទៀតទេបាទជាការពិតសង្គ្រាមនឹងគឺថានៅចិញ្ច្រាំខ្លាំងនៅតំបន់ប្រាសាទអង្គរវត្តប្រាសាទព្រះវិហារសំទោសប្រាសាទព្រះវិហារនៅតំបន់ដែលមានការអភិរក្សជាសម្បត្តិបេតិកភណ្ឌពិភពលោកហ្នឹងគឺថានៅបន្តបាញ់ប្រហារទម្លាក់គ្រាប់នៅតំបន់នោះហើយនៅប្រាសាទតំបន់ធំនៅប្រាសាទអីហ្នឹងដូច្នេះមានន័យថាសង្គ្រាមមកដល់ពេលនេះគឺជាការពិតណាស់ផលប៉ះពាល់កាន់តែធំពីមួយថ្ងៃទៅមួយថ្ងៃមានការខូចខាតទៅដល់ផ្ទះសម្បែងពលរដ្ឋហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់សាលារៀនមន្ទីរពេទ្យអីជាដើមសិតតែត្រូវបានបំផ្លិចបំផ្លាញកាន់តែច្រើនទៅបាទអាគារផ្សេងហ្នឹងបាទហើយចំនួនអ្នកស្លាប់វិញក៏យើងឃើញដែរអ្នកជនស៊ីវិលខ្មែរគឺមានអ្នកស្លាប់កើនដល់11នាក់ហើយនឹងរបួសចំនួន75នាក់ដោយភាគច្រើនអ្នកដែលរងរបួសសិតតែត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់មានលក្ខណៈធ្ងន់ធ្ងរបាទក៏ប៉ុន្តែចំពោះតួលេខខាងទាហានខ្មែរវិញគឺខាងក្រសួងការពារជាតិមិនបានបង្ហាញថាស្លាប់នឹងរបួសនោះទេក៏ប៉ុន្តែយើងឃើញសារព័ត៌មានរបស់ថៃបានយកប្រភពពីខាងកងទ័ពភូមិភាគ2របស់ថៃថាសង្គ្រាម5ថ្ងៃនេះមានទាហានកម្ពុជាបានពលីប្រមាណ89នាក់ហើយយោធាថៃបានបំផ្លាញរថក្រោះខ្មែរចំនួន4គ្រឿងនិងដ្រូនជាង60គ្រឿងបាទនេះបើតាមព័ត៌មានរបស់ថៃនោះបាទបាទមិញនេះក៏មានក្រុមការងាររបស់យើងសរសេរសារមកឲ្យខ្ញុំអានដែរថាថ្ងៃនេះក៏មានបរិះខ្មែរយើងម្នាក់ជិះម៉ូតូហ្នឹងគឺដឹកបាយជ្រូកទៅដាក់បាយឲ្យជ្រូកសោះហ្នឹងក៏ត្រូវក្របផ្លោងរបស់ទាហានថៃស្លាប់បាត់បង់ជីវិតដែរបាទដូច្នេះមានរឿងមានជនស៊ីវិលនេះគឺថាស្លាប់ជាបន្តបន្ទាប់ជួនកាលមិនបានតាក់ទងទៅនឹងចំនួនមិនបានរស់នៅអីក្បែរតំបន់ប្រទីងបតុងសោះប៉ុន្តែក្របផ្លោងក៏មកប៉ះដូចជាបរិះម្នាក់ដែលយើងទៅរាយការណ៍មិញអញ្ចឹងចំណុចនេះខ្ញុំសូមមកបន្ថែមបាយជ្រូកសឹកបាទខ្ញុំសូមបន្ថែមតិចដែរលោកជនបុតមានបញ្ហានេះយើងឃើញថាជនស៊ីវិលខ្មែរហ្នឹងបានស្លាប់ជាបន្តបន្ទាប់មានពលរដ្ឋខ្មែរយើងខ្ញុំបានសាកសួរពលរដ្ឋខ្មែរយើងដែលរស់នៅទីនោះគាត់ថាអាញាធរហាក់មិនបានជូនដំណឹងតទៅសោះឲ្យពួកគាត់ប្រុងប្រយ័ត្នឬក៏ជំនះខ្លួនបាទគឺទុកនៅនឹងដូចជានៅខាងត្បែងមានជ័យអញ្ចឹងគឺថាស្ងាត់ឈឹងអីចឹងទៅអាញាធរទាល់យោធាថៃមកទម្លាក់គ្រាប់ហើយទៅបានពលរដ្ឋហ្នឹងដឹងខ្លួនឯងទៅក៏នាំគ្នាដឹកកូនជូនចៅវិចប្រវិចអីហ្នឹងរត់ចេញមកទៅដូច្នេះអាចំនួនជនភៀសខ្លួនហ្នឹងកាន់តែកើនឡើងដែរមកដល់ពេលនេះយើងឃើញថាជនភៀសខ្លួនដែលរត់មកហ្នឹងគឺរត់មកខ្លួនឯងរកទីជម្រករស់នៅស្នាក់អាស្រ័យនឹងខ្លួនឯងហាក់ដូចជាមិនមានអ្នកគិតគូរអីបានច្រើនទេអំពីសុខភាពនិងសុខទុក្ខរបស់ពួកគាត់ហ្នឹងអ្នកខ្លះទៅរស់នៅក្នុងព្រៃបោះតង់ដេកលើឡានហ្នឹងគ្មានកន្លែងរស់នៅអីសមរម្យគ្មានទឹកប្រើប្រាស់គ្មានកន្លែងអីហ្នឹងគឺថាពិបាកមែនទែនបាទចុះពីខាងលោកថាថៃលោកថាថៃចុះពីខាងប្រទេសថៃនៅវិញមានលោកមានដឹងទេមានចំនួនអ្នកស្លាប់មានចំនួនអ្នកអីទេពីព្រោះថាលោកហ៊ុនសែនយើងដឹងហើយលោកហ៊ុនសែនក៏ប្រកាសថាឲ្យយោធាខ្មែរនឹងបាញ់តបវិញទៅបាញ់តបវិញប្រកាសជាមានខូចខាតអីវិញតើពីខាងថៃយ៉ាងមិនដែរខាងប្រទេសថៃ
ការបាញ់តបតរបស់យោធាខ្មែរនៅពេលនេះតាមប្រភពព័ត៌មានពីខាងថៃគេបានបង្ហាញថាភាគច្រើនយើងប្រើប្រាស់កាភ្លើងធំប្រភេទ BM21 ដែលផ្លោងទៅហ្នឹងដូច្នេះបណ្ដាលឲ្យមានទៅប៉ះពាល់ទៅដល់ទីតាំងស៊ីវិលរបស់ថៃដែរហើយក្នុងសង្គ្រាម5ថ្ងៃនេះទាហានថៃបានអះអាងថាមានទាហានថៃស្លាប់9នាក់ហើយមានជនស៊ីវិលថៃហ្នឹង3នាក់ហើយទាហានថៃហ្នឹងរបួសចំនួន120នាក់ហើយមានប្រជាជនប្រមាណ200,000នាក់ត្រូវបានជំនះទៅរស់នៅក្នុងជំរំជិត1000កន្លែងដែលយោធាខាងរដ្ឋាភិបាលថៃបានរៀបចំហ្នឹងដូច្នេះមានការប៉ះពាល់ប៉ុន្តែទំហំប៉ះពាល់អាចតិចតួចជាងកម្ពុជាឆ្ងាយពីព្រោះយើងអត់មានយន្តហោះទៅទម្លាក់គ្រាប់ជ្រៅនៅក្នុងទឹកដីថៃទេបាទយើងប្រើតែ BM21 តែហើយយើងឃើញថាយោធាថៃឬក៏អាជ្ញាធរថៃអ្នកសារព័ត៌មានថៃនឹងព្យាយាមណាស់ដើម្បីបង្ហាញភ័ស្តុតាងថាខ្លួនឯងជាជនរងគ្រោះពីការវាយប្រហាររបស់ថៃបាទប៉ុន្តែខាងយើងមិនសូវមានទេបាទណាឥឡូវនិយាយអំពីរឿងការបង្ហាញចុះបង្ហាញឡើងនឹងចំពោះរឿងផ្នែកវិស័យបង្ហាញនឹងវិញវិស័យផ្ដល់ព័ត៌មានវិញតើវិស័យផ្ដល់ព័ត៌មានរវាងកម្ពុជាហើយនៅប្រទេសថៃនឹងយ៉ាងម៉េចដែរយើងឃើញពលរដ្ឋគ្រប់គ្នាសិតតែបានឃើញយើងទទួលបានព័ត៌មានផ្លូវការពីខាងក្រសួងការពារជាតិហ្នឹងតែមួយច្រកទេយើងមិនអាចទទួលបានព័ត៌មានពីប្រភពផ្សេងទេហើយមកដល់ពេលនេះគឺរដ្ឋាភិបាលរបស់យើងក៏ហាក់ដូចជាមិនទាន់បើកទលាយឲ្យមានសេរីភាពសារព័ត៌មានអាចផ្សព្វផ្សាយពលរដ្ឋនឹងអាចនិយាយឲ្យបានទូលំទូលាយដែរពាក់ព័ន្ធនឹងបញ្ហានេះដូច្នេះការបង្ហាញរបស់យើងរបស់ក្រសួងការពារជាតិរបស់រដ្ឋាភិបាលនឹងហាក់លាក់បាំងច្រើនឧទាហរណ៍ដូចយើងឃើញមកទល់ពេលនេះថៃគេអត់បានលាក់បាំងពីតាក់ទងនឹងរឿងកងទ័ពថៃឬទាហានថៃស្លាប់ទេនឹងរបួសដូចយើងទេយើងមានការលាក់បាំងមិនទាន់បានបង្ហាញទេបាទយើងឃើញមានការបង្ហាញតាមរយៈបណ្ដាញសង្គម Facebook អីផុសអីបន្តពេលជួនកាលវាធ្វើឲ្យយើងវល់ថែមទៀតបាទហើយថៃបង្ហាញគ្រប់ទីតាំងពីផលប៉ះពាល់ទាំងអស់គេនាំអ្នកកាសែតអន្តរជាតិទៅថតទៅបង្ហាញថាខាងខ្មែរទម្លាក់គ្រាប់មកខាងគេនឹងធ្វើឲ្យគេប៉ះពាល់ដល់ផ្ទះគេប៉ះពាល់ដល់មន្ទីរពេទ្យគេអីសពបែបយ៉ាងគឺថាគេទៅថតគ្រប់ជ្រុងជ្រោយគេបកស្រាយគេបញ្យលនឹងគ្រប់ណាស់ដើម្បីបង្ហាញថាគេនឹងគឺជាជនរងគ្រោះគេមិនមែនជាអ្នកឈ្លានពានខ្មែរទេបាទព្យាយាមបកស្រាយព្យាយាមបង្ហាញថាថៃបានបង្កការគំរាមកំហែងបង្កអសន្តិសុខបង្កផលប៉ះពាល់នឹងដល់ប្រទេសថៃនឹងច្រើនបាទចំណែកឯខាងយើងហាក់ដូចជាព្យាយាមបង្ហាញតិចតួចមិនច្រើនហើយមកអានព័ត៌មាននឹងដូចថាมันបានមកនិយាយលម្អិតពីហេតុការណ៍ជាក់ស្ដែងទេมันមានការបង្ហាញរូបភាពផុសតាំងនឹងឲ្យបានច្រើនទេភាគច្រើនរូបភាពអីហ្នឹងយើងបានពីខាងថៃអីទេដែលមកបង្ហាញដែលថតបង្ហាញថាគេបានបាញ់តាណាតម្លាក់តាណាអញ្ចឹងទៅយើងឃើញទៅពេលខ្លះណាបាទមិនសូវឃើញបង្ហាញរូបភាពអីដែលបាក់បែកកំតិចគេអីដែលខាងភាគីថៃហ្នឹងបានបាញ់ផ្លោងចូលមកទឹកដីខ្មែរទេហាក់ដូចជាព្យាយាមបង្ហាញថាខ្លួនឯងនឹងខ្លាំងខ្លួនឯងនឹងរឹងមាំនៅអាចទប់ទល់បានហាក់ដូចជារបៀបនយោបាយខ្លាចបាក់មុខខ្លាចខូចមុខនឹងខ្លាំងណាស់ក៏ប៉ុន្តែការធ្វើបែបនេះខ្ញុំយល់ថាហាក់ដូចជាមិនចំណេញសម្រាប់ខ្មែរទេពីព្រោះយើងដឹងថាពលរដ្ឋយើងប្រទេសកម្ពុជានឹងកំពុងរងការឈ្លានពានពីថៃហើយនៅពេលដែលយើងមិនបង្ហាញបែបនេះគិតថាខ្លួនឯងខ្លាំងគិតថាអីហ្នឹងវាធ្វើឲ្យថៃនឹងកាន់តែបានចិត្តនៅក្នុងការបំពេញចូលទឹកដីខ្មែរថែមទៀតហើយយើងឃើញហើយការបំពេញរបស់ថៃខ្លះកន្លែងខ្លះគឺថៃចូលមកហើយរុលចូលមកកាន់ទីតាំងទឹកដីខ្មែរហើយថៃបានហៅទីតាំងហ្នឹងគឺតាមឈ្មោះសំនៀងជាភាសាថៃតែម្ដងបាទហ្នឹងហើយតកតងនឹងរឿងការផ្ដល់ព័ត៌មាននឹងយ៉ាងម៉េចហើយលោកថាថៃមិនសិនមិញយើងបានសន្យាជាមួយអ្នកស្ដាប់ថាខ្ញុំនឹងសរសេរលិខិតទៅសុំឲ្យប្រមុខដឹកនាំកម្ពុជានឹងទាំងឪពុកទាំងកូននឹងទាំងលោកហ៊ុនម៉ាណែតទាំងលោកហ៊ុនសែននឹងសុំបើកផ្លូវឲ្យក្រុមការងារអាស៊ីសេរីនឹងបានចុះទៅយកព័ត៌មានផងលិខិតនឹងខ្ញុំសរសេររួចហើយបញ្ជូនទៅឲ្យលោកថាថៃហើយលោកថាថៃបន្តខ្ញុំបញ្ជូនហើយនឹងធ្វើយ៉ាងម៉េចទៀតមានតំណែងតម្រងបែបណាទៀតបាទសូមជួយរៀបរាប់ចំណុចនឹងតិចបាទអរគុណលោកចន្ទបុតក្រោយពេលដែលបានលិខិតពីលោកចន្ទបុតព្រឹកមិញនេះខ្ញុំបានតំណែងបញ្ជូនលិខិតទាំងពីរទៅដល់លោកហ៊ុនសែនតាមរយៈជំនួយការរបស់លោកហ៊ុនសែននិងជាអ្នកនាំពាក្យរបស់លោកហ៊ុនសែននិងជាអ្នកនាំពាក្យរបស់គណៈបកប្រជាជនកម្ពុជាគឺលោកជាតិធីរិទ្ធដោយសារថាយើងឃើញគាត់នៅចិត្តជាមួយនឹងលោកនាយកប្រធានប្រសិទ្ធិលោកហ៊ុនសែនតែម្ដងដូច្នេះខ្ញុំបានបញ្ជូនលិខិតហ្នឹងតាមរយៈគាត់ហើយគាត់ក៏បានបញ្ជូនលិខិតហ្នឹងទៅដល់ដៃលោកហ៊ុនសែនដែរតាមការប្រាប់ពីខាងគាត់វិញការឆ្លើយតបរបស់គាត់ក៏ប៉ុន្តែយើងអត់បានចម្លើយដូចយើងចង់បានទេគឺជាចម្លើយអវិជ្ជមានមានន័យថានិយាយឲ្យងាយស្ដាប់គឺមានន័យថាលោកហ៊ុនសែនមិនអនុញ្ញាតឲ្យក្រុមយើងនឹងវិលចូលទៅប្រទេសកម្ពុជាដើម្បីយកព័ត៌មានពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍សង្គ្រាមខ្មែរថៃដែលកំពុងកើតឡើងនេះទេបាទ
បាទជាការឲ្យគួរសោកស្ដាយដែរថៃពីព្រោះថាយើងដឹងហើយថាព័ត៌មានឯករាជ្យជាពិសេសនៅពេលដែលប្រទេសជាតិកំពុងតែមានវិបត្តិបែបនេះហ្នឹងគឺថាប្រជាពលរដ្ឋត្រូវការព័ត៌មានដែលជាគួរទុកចិត្តពលរដ្ឋចង់ដឹងថាមានអីកើតឡើងតំបន់ណាខ្លះដែលគ្រោះថ្នាក់ដោយថៃលើកឡើងមកអញ្ចឹងអ្នកខ្លះមិនដឹងថាតើត្រូវឲ្យភៀសខ្លួនបែបណាផងដូច្នេះវាជាទូនាទីរបស់អ្នកកាសែតឯករាជ្យដើម្បីចុះទៅដល់រាយការណ៍ផ្ទាល់ដើម្បីឲ្យដឹងហើយដោយក្រុមការងារយើងនឹងបានបង្ហោះនៅលើកញ្ចក់នេះអញ្ចឹងគឺខ្ញុំបានសរសេរលិខិតទៅណាខ្ញុំបានដាក់ច្បាស់ណាស់4ចំណុចដែលខ្ញុំបានសរសេរទី1ថាក្រុមការងាររបស់យើងគ្រោងធ្វើសេចក្តីរាយការណ៍ផ្សេងដែលមានជាអាចរាយការណ៍អំពីការខូចខាតប្រាសាទបុរាណនិងបូជនីយដ្ឋានប្រវត្តិសាស្ត្រទី2រាយការណ៍អំពីស្ថានភាពជនភៀសសឹកទី3រាយការណ៍អំពីផលប៉ះពាល់នានាដល់ប្រជាពលរដ្ឋខ្មែរនិងរឿងរ៉ាវដទៃទៀតដែលបណ្ដាលមកពីការវាយប្រហារនេះខ្ញុំក៏បានបញ្ជាក់នៅក្នុងលិខិតនឹងដែរថាទន្ទឹមនឹងនេះក្រុមការងារយើងក៏ត្រៀមខ្លួនជាស្រេចក្នុងការគោរពនៅគោលការណ៍រក្សាការសម្ងាត់ដែលប៉ះពាល់ទៅដល់សវត្ថិភាពជាតិផងក៏ប៉ុន្តែយ៉ាងណាក៏ដោយចុះនៅតែមិនបានលទ្ធផលជាទីគាប់ចិត្តជាការគួរឲ្យសោកស្ដាយដែរដូចខ្ញុំបានលើកឡើងអញ្ចឹងខ្ញុំមិនយល់ថាតើហេតុអីបានជាពួកគាត់បដិសេធព្រោះយើងគិតថាប្រហែលជាអាចពួកគាត់គិតថាការផ្ដល់ព័ត៌មានឯករាជ្យវាមិនធ្វើឲ្យការលាក់បាំងរបស់ពួកគាត់នឹងធ្វើឲ្យចុះខ្សោយឬមួយក៏បែបណាខ្ញុំមិនដឹងទេក៏ប៉ុន្តែជាការពិតការផ្ដល់ព័ត៌មានឯករាជ្យមិនធ្វើឲ្យការឯកភាពជាតិនឹងចុះខ្សោយទេវាធ្វើឲ្យប្រជាពលរដ្ឋយល់ច្បាស់ជាងមុនត្បិតអ្នកខ្សែមានលទ្ធភាពចុះទៅដល់ទីតាំងផ្ទាល់នឹងតែម្ដងដូចខ្ញុំរៀបរាប់នៅក្នុងលិខិតចឹងទៅមើលការខូចខាតទៅជែកជាមួយនឹងជនរងគ្រោះដោយផ្ទាល់អីជាដើមយើងដឹងហើយបច្ចុប្បន្ននេះអ្នកសារព័ត៌មានមិនត្រូវគេឲ្យធ្វើដំណើរដោយសេរីទេហើយទៅពេលដែលប្រទេសជាតិប្រឈមនឹងបញ្ហាបែបនេះវាមានន័យថាប្រទេសជាតិវាខ្វះភ្នែកខ្វះតិចនៅតំបន់ដែលត្រូវការទោះជាយ៉ាងណាក៏ដោយលោកហ៊ុនសែនបដិសេធមិនឲ្យក្រុមការងារយើងចូលទៅយកព័ត៌មានក៏ដោយចុះយើងក្រុមការងារយើងនឹងបន្តបដិញ្ញាចិត្តធ្វើព័ត៌មានហើយនឹងផ្ដល់ព័ត៌មានពិតជូនលោកអ្នកនាងតាមដែលក្រុមការងារយើងអាចធ្វើទៅបានតាមគ្រប់វិធីទាំងអស់ដែលយើងអាចធ្វើបានយើងនឹងមិនរុញរាក្នុងការផ្ដល់ព័ត៌មាននេះទេឥឡូវបកទៅរឿងរ៉ាវនេះទៅវិញនៅប្រទេសថៃនឹងមានពលករខ្មែរធ្វើការនឹងច្រើនណាស់រាប់លានអ្នកចំពោះពួកគាត់វិញថៃទទួលបានលោកថាថៃទទួលព័ត៌មានអីបានអីខ្លះដែរពីពលករខ្មែរដែលធ្វើការនៅប្រទេសថៃបាទយើងឃើញពលករខ្មែរក្រោយពេលដែលស្ថានភាពតានតឹងការប្រយុទ្ធគ្នាកើតឡើងនេះពលករខ្មែរដែលទៅធ្វើការនៅប្រទេសថៃនឹងចាប់ផ្ដើមសម្រុកមកប្រទេសកម្ពុជាវិញតាមច្រកព្រំដែនហ្នឹងបាទហើយយើងឃើញនៅព្រឹកមិញនេះមានការចុះផ្សាយនៅសារព័ត៌មានរបស់ថៃមួយចំនួនគឺពលករខ្មែររាប់ពាន់នាក់ដែលត្រូវបានទម្រួតថៃខាំងទុកមិនឲ្យចូលមកខ្មែរទេរហូតដល់អ្នកខ្លះដាច់បាយដាច់ទឹកយូរមែនតើហើយរហូតដល់ដូច្នេះពួកគាត់នឹងក៏ព្រួយបារម្ភនាំគ្នាវិលត្រឡប់មកប្រទេសខ្មែរវិញដែរបាទជាការពិតហើយគឺពួកគាត់សម្រុកមកច្រើនមែនទែនតាំងពីម្សិលមិញមានដឹងហេតុផលអីទេដែលពួកគាត់សម្រុកមកវិញនឹងតកែគេធ្វើបាបគេមើងងាយឬមួយក៏ពួកគាត់នឹងធ្វើការនៅតំបន់ដែលកំពុងតែមានការបាញ់គ្នានោះបានជាគាត់សម្រុកត្រឡប់មកវិញទេបាទមានច្រើនណាស់ពលករខ្មែរយើងមានតាំងពីខ្លះក៏សំណាងខ្លះគាត់ភ័យព្រួយដោយខ្លួនគាត់ក៏គាត់មកវិញទៅបាទនៅក្នុងពេលដែលស្រុកទេសមានបញ្ហាបែបនេះខ្លះទៅក៏ប្រឈមនឹងការរើសអើងការធ្វើបាបការធ្វើទុកបុកម្នេញផ្សេងដូច្នេះពួកគាត់ត្រូវបង្ខំចិត្តត្រឡប់មកស្រុកកំណើតវិញបាទមកនឹងគឺក្នុងចំនួនច្រើនមែនទែនហើយមកដល់ភ្លាមហ្នឹងខាងខ្មែរយើងក៏មានជនជាតិថៃនៅច្រើនដែរហើយក៏កំពុងសម្រុកត្រឡប់ទៅប្រទេសថៃវិញដែរលោកចន្ទបុតដូច្នេះហើយបានជាព្រឹកមិញនេះមានភាពចម្រូងចម្រាសហើយមានភាពវឹកវរធ្ងន់ធ្ងរនៅខាងច្រកប៉ោយប៉ែតនេះដោយសារថាខាងថៃមានប្រមាណតាមសារព័ត៌មានរបស់ថៃចុះផ្សាយហ្នឹងគឺថាមានអ្នកជនជាតិថៃរហូតដល់ 6000 នាក់ដែលរស់នៅប្រទេសថៃហើយសម្រុកចូលទៅតាមច្រកប៉ោយប៉ែតត្រឡប់ទៅប្រទេសថៃវិញចំណែកឯពលករខ្មែរក៏រាប់ពាន់នាក់ដែរសម្រុកមកដូច្នេះនៅពេលដែលសម្រុកមកទាំងសងខាងនេះសំកាត់តិចថៃដើម្បីលោកថាថៃដូច្នេះនៅតំបន់ប៉ោយប៉ែតហ្នឹងក្រៅតែមានការចង់ត្រឡប់មកវិញចូលប្រទេសជាតិវិញរបស់ពលករខ្មែរក៏មានពួកថៃដែលនៅធ្វើការឬមួយក៏នៅជាប់ឃុំឃាំងជាពលករដែលគេចាប់បង្ខំឲ្យមកធ្វើការជំរិតតាមអនឡាញតាមអីហ្នឹងក៏ត្រឡប់ទៅវិញដែរអញ្ចឹងអី
បាទគឺក៏ចាប់ក៏ត្រឡប់ដែរពួកគាត់ត្រឡប់ទៅវិញហើយដូច្នេះមានការដោះដូរគ្នាព្រឹកមិញហ្នឹងអាញាធរថៃនិងអាញាធរកម្ពុជាហ្នឹងបានសម្រេចដោះដូរពលរដ្ឋទៅវិញទៅមកដូច្នេះពលរដ្ឋពីខាងភាគីថៃគឺពីខាងដែលត្រឡប់ពីដីខ្មែរត្រឡប់ចូលទៅថៃវិញហ្នឹងមានដល់ 6000 នាក់ហើយខាងខ្មែរហ្នឹងក៏មានច្រើនដែរប៉ុន្តែយើងឃើញថាខាងថៃមុននឹងទទួលជនជាតិថៃទៅទាំងអស់នោះគឺក៏គេបានព្យាយាមចោទប្រកាន់ដែរគេថាគេនឹងពិនិត្យមើលល្អៗណាស់សម្រាប់ជនជាតិរបស់គេដែលចូលទៅវិញហ្នឹងគេត្រួតពិនិត្យទៅលើទីមួយជនជាតិថៃណាដែលមានដីកាចាប់ខ្លួនឬក៏ពាក់ព័ន្ធទៅនឹងបទល្មើសនៅក្នុងការដែលធ្វើកិច្ចការងារឆបោកតាមអនឡាញគឺគេនឹងបញ្ជូនទៅឲ្យបន្តតាមនីតិវិធីផ្លូវច្បាប់ហើយពលករថៃណាដែលរងគ្រោះពីការបង្ខាំងឲ្យធ្វើការងារឆបោកតាមអនឡាញហ្នឹងគេនឹងបញ្ជូនទៅមើលថែទាំនិងជួយគ្រប់គ្រងអីផ្សេងបាទដូច្នេះមានន័យថាគេព្យាយាមផ្សព្វផ្សាយគេព្យាយាមចោទប្រកាន់នេះក៏ជារឿងមួយដែរលោកចំបត់ជារឿងមួយដែលស្មុគស្មាញមែនទែនសម្រាប់ខ្មែរយើងមានថាដែលធ្វើឲ្យថៃហ្នឹងបានចំណុចខ្សោយរហូតរបស់ខ្មែរយើងណាមានថាគេសង្គ្រាមនេះក៏ជាហេតុផលដែលថៃយកមកវាយប្រហារថាគេប្រក្រាបទៅលើអ ுக ្រិតកម្មឆបោកអនឡាញដែរដូច្នេះហើយទើបមានពលរដ្ឋរបស់គេនឹងរាប់ពាន់អ្នកត្រឡប់ទៅវិញអីអញ្ចឹងជាដើមបាទនេះគឺជាស្ថានភាពដែលពលករខ្មែរនិងពលករថៃនៅតាមច្រកព្រំដែនត្រឡប់ទៅប្រទេសរៀងៗខ្លួនទៅខ្មែរបាទឥឡូវងាកមកសំណួរដ៏សំខាន់មួយដែលខ្ញុំបានជម្រាបជូនលោកអ្នកស្ដាប់រួចមកហើយលោកប្រធានាធិបតី Donald Trump កាលពីថ្ងៃអង្គារនៅពេលដែលលោកថ្លែងសន្ទរកថានៅឯរដ្ឋ Pennsylvania លោកបានប្រាប់អ្នកចូលរួមថាលោកនឹងទូរស័ព្ទទៅកាន់មេដឹកនាំនៃប្រទេសទាំងពីរហើយលោកហាក់ដូចជាមានសង្ឃឹមណាស់ថាលោកនឹងដោះស្រាយវិបត្តិចំនួនដោយអាវុធនេះនៅបណ្ដោយព្រំដែនខ្មែរថៃមកដល់ពេលនេះតើលោក Donald Trump បានជួបលោកហ៊ុនម៉ាណែតនៅម្សិលមិញយើងបានដឹងថាលោក Donald Trump បានទូរស័ព្ទទៅកាន់នាយករដ្ឋមន្ត្រីនៃប្រទេសថៃគឺលោកអនុទិនច័ន្ទវីរៈគុលលោកអនុទិនច័ន្ទវីរៈគុលបន្ទាប់ពីជួបជាមួយនឹងលោក Donald Trump តាមទូរស័ព្ទហើយលោកបានប្រកាសថាលោកមិនទាន់ព្រមរឿងថាវិបត្តិជប់បាញ់គ្នាទេលោកទុកកាតព្វកិច្ចនេះទៅឲ្យក្រមយោធាជាអ្នកសម្រេចទៅវិញមកដល់ពេលនេះតើមានដំណឹងអីប្លែកបន្ថែមទៀតពីប្រទេសថៃជាពិសេសពីអនុទិនច័ន្ទវីរៈគុលហើយតើមានដំណឹងអីថាតើលោកប្រធានាធិបតី Donald Trump បានជួបលោកហ៊ុនម៉ាណែតឬនៅបាទសូមអញ្ជើញលោកថាថៃបាទអរគុណលោកជំនាញបាទខ្ញុំយើងមកដល់ពេលនេះយើងមិនទាន់ឃើញលោកដូណាល់ត្រាំខ្ញុំកន្លែងនេះខ្ញុំដូចជាចន្លោះជាមួយលោកជំនាញបន្តិចតកតនឹងរឿងលោកដូណាល់ត្រាំជួបលោកអនុទិនបាទខ្ញុំដូចមិនទាន់ឃើញមានព័ត៌មានថាលោកដូណាល់ត្រាំបានជួបគ្នានៅឡើយទេបាទមិនទាន់បានជួបទេម្សិលមិញយើងឃើញម្សិលមិញយើងឃើញអនុទិនប្រកាសខ្លួនឯងថាបានទៅជែកជាមួយលោក Donald Trump ហើយក៏ប៉ុន្តែលោកមិនទាន់ព្រមព្រៀងលើបទជប់បាញ់គ្នាទេគាត់ទុកការសម្រេចនេះទៅខាងយោធាទៅវិញបាទនៅលើច្បាប់តាក់ទងនៅខាងកម្ពុជាវិញមកទល់ពេលនេះគឺលោក Donald Trump មិនទាន់បានជួបជាមួយលោកហ៊ុនម៉ាណែតទេតាមខ្ញុំដឹងគឺលោក Donald Trump នឹងតាក់ទងទៅលោកហ៊ុនម៉ាណែតនិងលោកអនុទិននឹងនៅយប់នេះឯងនៅម៉ោងប្រហែល9យប់នេះដើម្បីជជែកជាមួយមេដឹកនាំទាំងពីរបើតាមព័ត៌មានដែលខ្ញុំទទួលបានដូច្នេះយើងអត់ទាន់ដឹងថាតើភាគីទាំងពីរហ្នឹងជជែកគ្នាយ៉ាងម៉េចទេក៏ប៉ុន្តែយើងឃើញថាខាងមេដឹកនាំកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចដើម្បីជួបត្រាំហើយព្រមយើងឃើញតាំងពីដើមមកចំហរបស់មេដឹកនាំកម្ពុជាលោកហ៊ុនម៉ាណែតតែងតែចង់ឲ្យមានការចរចាបញ្ចប់ដំណោះស្រាយនេះដោយសន្តិវិធីអត់ចង់ឲ្យមានការច្បាំងគ្នាតទៅទៀតទេពីព្រោះគេមើលឃើញថាលោកហ៊ុនម៉ាណែតនិងលោកហ៊ុនសែនចង់ឲ្យសង្គ្រាមនេះបញ្ចប់មិនឲ្យរីកធំទេពីព្រោះកាលណាតែរីកធំនឹងធ្វើឲ្យអំណាចគ្រួសាររបស់គាត់នឹងចុះខ្សោយដែរដូច្នេះហើយបានជាមានការចង់ឲ្យមានការចរចាបញ្ចប់ឲ្យបានឆាប់កាន់តែល្អបាទកាន់តែឆាប់កាន់តែល្អសម្រាប់ខាងកម្ពុជាក៏ប៉ុន្តែបើយើងមើលទៅខាងភាគីថៃវិញមកទល់ពេលនេះគឺលោកអនុទិនបានប្រកាសថាគាត់ក៏បានត្រៀមខ្លួនដែរជួបជាមួយត្រាំក៏ប៉ុន្តែអ្វីដែលលោកបានត្រៀមខ្លួនហ្នឹងគឺថាមិនទាន់ថានឹងធ្វើតាមត្រាំទេហើយរបៀបជានៅកអឺតកតើមនៅឡើយរបៀបបង្ហាញថាខ្លួនឯងនៅក្រាន់បើហើយមិនជាគោរពត្រាំអីទេបាទគឺហាក់ដូចជាមិនខ្វល់ចំពោះសម្ពាធដែលត្រាំធ្លាប់ដាក់កន្លងមកថានឹងដាក់បន្ថែមបន្ទុកទៅលើសម្ពាធសេដ្ឋកិច្ចតាមរយៈពន្ធគយអីជាដើមទេដូច្នេះមានន័យថាលោកអនុទិននឹងមិនខ្វល់ពីរឿងនេះប្រមាណទេក៏ប៉ុន្តែគាត់នឹងបន្តជួបសិនហើយមែនទែនទៅលោកអនុទិនការជួបនេះ
គាត់ក៏បារម្ភដែរបារម្ភថាបើសិនជាគាត់ព្រមជាមួយត្រាំយោធាមិនស្ដាប់គាត់ទេដូច្នេះរឿងនៅស្រុកថៃនេះអាចពិបាកបន្តិចថាតើត្រាំអាចប្រើវិធីបែបម៉េចដើម្បីឲ្យយោធាហើយនិងនាយករដ្ឋមន្ត្រីថៃនេះអាចស្ដាប់បានហើយមួយទៀតក្នុងករណីថាប្រសិនបើលោកអនុទីនឥឡូវនេះអ្វីដែលបញ្ហានៅខាងអ្នកនយោបាយថៃអនុទីនអីអ្នកនយោបាយថៃគេកំពុងជជែកហើយគេចង់ឲ្យមានការជជែកហ្នឹងគេឲ្យលោកអនុទីនហ្នឹងធ្វើម៉េចប្រើពេលវេលាដ៏ខ្លីនៅក្នុងការជជែកជាមួយលោក Donald Trump ហ្នឹងធ្វើម៉េចបញ្ចុះបញ្ចូលឲ្យលោក Donald Trump ហ្នឹងអាចយល់ថាសង្គ្រាមនេះមិនមែនជាសង្គ្រាមឈ្លានពានទេគឺជាសង្គ្រាមដើម្បីទប់ទល់ទៅនឹងប្រទេសកម្ពុជាដែលតែងតែបង្កបញ្ហាឬក៏អ្វីដែលថៃធ្វើហ្នឹងគឺគាត់អាចការការពារខ្លួនទេបាទហើយសង្គ្រាមនេះគឺជាសង្គ្រាមប្រយុទ្ធប្រឆាំងទៅនឹងអ ுக ្រិតកម្មអនឡាញដែលអាមេរិកហ្នឹងក៏កំពុងប្រឆាំងដែរដូច្នេះប្រសិនបើលោកអនុទីនអាច lobby Donald Trump ឲ្យជឿបានហើយមិនដាក់សម្ពាធសេដ្ឋកិច្ចមានន័យថាសង្គ្រាមនេះនឹងបន្តរយៈពេលវែងហើយលោកអនុទីននឹងអាចបានកើនប្រជាប្រិយភាពទៀតនៅក្នុងការបោះឆ្នោតខាងមុខនេះក៏ប៉ុន្តែប្រសិនបើលោកអនុទីនមិនអាចបញ្ចុះបញ្ចូល Donald Trump បានហើយអាចរងទណ្ឌកម្មសេដ្ឋកិច្ចហើយក៏អាចធ្វើឲ្យប្រជាប្រិយភាពរបស់លោកអនុទីននៅក្នុងការបោះឆ្នោតខាងមុខមានបញ្ហាដែរដូច្នេះអាចភាគីថៃអាចគោរពតាមដូច្នេះយើងចាំមើលថាតើត្រាំគាត់អាចមានបង្ហាញឥទ្ធិពលគាត់បានប៉ុណ្ណានៅក្នុងការបញ្ចប់ចំនួននេះយើងនឹងរងចាំមើលទាំងអស់គ្នាក៏ប៉ុន្តែកន្លងមកយើងឃើញថាត្រាំក៏មិនទាន់បានបញ្ចប់ចំនួននៅតំបន់ណាមួយហ្នឹងឲ្យឃើញជាក់លាក់នៅដែរនៅតំបន់ខ្លះនៅមានការវាយគ្នាទេនៅតាមប្រទេសនីមួយមួយចំនួននោះបាទដូច្នេះសូមបញ្ជាក់ឡើងវិញអំពីតើអនុទិនច័ន្ទវីរៈគុលដែលជានាយករដ្ឋមន្ត្រីរបស់ថៃនឹងបានជួបត្រាំតាមទូរស័ព្ទឬនៅដូច្នេះព័ត៌មានចុងក្រោយពីថៃមកថាអត់ទាន់បានជួបទេហើយអាចនឹងជួបនាយប់នេះហើយគ្រាន់តែថាអនុទិនបានត្រៀមខ្លួនរួចជាស្រេចក្នុងការជជែកជាមួយនឹងត្រាំហើយប្រហែលជាជំហររបស់អនុទិនពីរឿងឈប់បាញ់គ្នាឬយ៉ាងណានោះគឺគេនឹងទុកឲ្យក្រមយោធាអ្នកសម្រេចប្រហែលជាមេដឹកនាំកម្ពុជារបស់ប្រទេសដែលខាងស៊ីវិលនេះប្រហែលជាមិនហ៊ានសម្រេចក្នុងរឿងវិស័យយោធាទេយើងនឹងចាំតាមដានបន្តទៅទៀតក៏ប៉ុន្តែយ៉ាងណាក៏ដោយចុះបើតាមលោកថាថៃដែលតាមដានសាច់រឿងនឹងតាំងតែពីអាស៊ីសេរីមិនទាន់បើកឡើងវិញមកយើងក៏ទៅជែកគ្នាអំពីសង្គ្រាមនេះតែរហូតមកឥឡូវនេះក៏លោកថាថៃនឹងតាមដានតែរហូតមកតើសង្គ្រាមរវាងកម្ពុជាថៃនេះអាចបញ្ចប់ទៅនឹងយ៉ាងណាដែរតើលោកប្រធានាធិបតី Donald Trump នឹងប្រកាសជាអាចលោកដៃចូលមកសម្របសម្រួលបញ្ចប់សង្គ្រាមនឹងបានដែរឬយ៉ាងណាខុសឬត្រូវគ្មានអ្នកណាបន្ទោសលោកថាថៃទេគ្រាន់យ៉ាងហោចណាស់គ្រាន់តែចង់ដឹងការវិភាគរបស់លោកថាថៃតែប៉ុណ្្នឹងឯងយើងសាក់លបងពិនិត្យមើលទាំងអស់គ្នាបាទយើងឃើញហើយលោក Donald Trump គាត់ហាក់ដូចជាមានទំនុកចិត្តនៅក្នុងការនិយាយជាមួយអ្នកសារព័ត៌មានឆ្លើយឆ្លងហ្នឹងគាត់ថាគាត់នឹងអាចបញ្ចប់បានក្នុងចំនួនកម្ពុជាថៃនេះហើយលោកសួរថាគ្មានអ្នកណាម្នាក់អាចធ្វើបានទេក្រៅពីគាត់ដូច្នេះហាក់ដូចជាមានទំនុកចិត្តនឹងខ្លាំងមែនទែនតែគាត់អាចចរចាជាមួយមេដឹកនាំទាំងពីរឲ្យបញ្ចប់សង្គ្រាមបានបាទយើងចាំមើលតើគាត់មានឥទ្ធិពលប៉ុណ្ណាក៏ប៉ុន្តែដូច្នេះមានន័យថាកម្ពុជាយើងហាក់ដូចជាមកដល់ពេលនេះយើងមិនមានជំរឿអីផ្សេងទេយើងឃើញថាកម្ពុជាហាក់ដូចជាពឹងផ្អែកសំខាន់ណាស់នៅក្នុងការជួយបញ្ចប់ចំនួននេះគឺមានតែសហរដ្ឋអាមេរិកមួយទេចំពោះប្រទេសផ្សេងទៀតសហគមន៍អន្តរជាតិផ្សេងទៀតដូចជាមិនទាន់បានឃើញលោកដៃឲ្យពេញទំហឹងនៅក្នុងការជួយសម្របសម្រួលឲ្យភាគីទាំងពីរនេះវិលទៅតុចរចាបញ្ឈប់ការបាញ់គ្នានៅឡើយទេយើងឃើញមកដល់ពេលនេះកន្លងមកហ្នឹងសម្បីតែចិនសម្បីតែមហាអំណាចផ្សេងហ្នឹងក៏អត់ទាន់បានលូកដៃទេបាទយើងឃើញបញ្ហានេះអាចពិបាកសម្រាប់កម្ពុជាដែរនៅក្នុងស្ថានភាពបច្ចុប្បន្ននេះចំនួននេះអាចកន្លងមកអាចចរចាបញ្ចប់ទៅបានដោយសារថាមានការជួយអន្តរាគមន៍ផ្លូវជួយអន្តរាគមន៍ពីសហគមន៍អន្តរជាតិប៉ុន្តែយើងឃើញមានតែអាមេរិកទេមូលហេតុកន្លងមកដូចយើងដឹងហើយថារដ្ឋាភិបាលកម្ពុជាដឹកនាំដោយលោកហ៊ុនសែននិងលោកហ៊ុនម៉ាណែតនេះគាត់ហាក់ដូចជាគិតតែពីការពង្រឹងអំណាចគ្រួសាររបស់គាត់ដោយក្នុងការពង្រឹងអំណាចនេះគាត់តែងតែជ្រើសរើសទំនាក់ទំនងការទូតជាមួយនឹងប្រទេសកុម្មុយនីសដូចជាមហាមិត្តចិននៃជាដើមដូច្នេះគាត់តែងតែបង្កភាពរកម្មរកុសជាមួយនឹងក្រមប្រទេសប្រជាធិបតេយ្យដូចជាសហរដ្ឋអាមេរិកដូចជាសហភាពអឺរ៉ុបអីជាដើមហើយឆ្លោះជាមួយនឹងអង្គការអន្តរជាតិធំអីថែមទៀតសម្បីតែអង្គការសហជីវជាតិអីហ្នឹងក៏លោកហ៊ុនសែនមិនដែលស្ដាប់ដែរមិនដែលខ្វល់ដែរនៅពេលដែលគេលើកឡើងឲ្យមានការគោរពសិទ្ធិមនុស្សនិងប្រជាធិបតេយ្យហ្នឹងដូច្នេះសឹងថាយើងអត់មានដៃគូឬក៏អ្នកណាមួយដែលអាចជួយយើងបានទេពីព្រោះកន្លងមកយើងតែងចាត់ទុកគេហ្នឹងសត្រូវយើងហាក់ដូចជាមិនខ្វល់ពីគេយើងអត់ស្ដាប់គេសោះដូច្នេះយើងតែងតែឆ្លោះជាមួយគេយើងឆ្លោះជាមួយខ្មែរគ្នាឯងអ្នកស្នេហាជាតិអីហ្នឹងហើយយើងឆ្លោះជាមួយ
សូម្បីតែប្រទេសថៃថៃយើងឃើញហើយសូម្បីតែអ្នកនយោបាយថៃដើម្បីដោះស្រាយរឿងនេះក៏យើងគិតថាវាមានច្រកមួយទៀតអាចតាក់ទងទៅខាងភាគីថៃផ្ទាល់តែម្ដងប៉ុន្តែយើងមើលថាមកដល់ពេលនេះតើអ្នកនយោបាយថៃណាមួយដែលមានឥទ្ធិពលហើយអាចមកអង្គុយជាមួយមេដឹកនាំកម្ពុជានៅក្នុងការចរចាពីព្រោះលោកហ៊ុនសែនបានបង្កទំនាស់នឹងជាមួយថៃទៅទៀតសូម្បីតែលោកថាក់ស៊ីនដែលជាបងធរស្និទ្ធស្នាលជាមួយគ្នារាប់សិបឆ្នាំក៏លោកហ៊ុនសែនបង្ករឿងឲ្យលោកថាក់ស៊ីនឥឡូវនឹងជាប់គុកបាត់ហើយអ្នកដែលអាចជួយដើម្បីបញ្ចប់ចំនួននឹងបានជាប់គុកបាត់ទៅទៀតកូនស្រីលោកថាក់ស៊ីនដែលអាចតែងតែចង់សម្របសម្រួលជាមួយលោកហ៊ុនសែនហ្នឹងក៏បាត់បង់តំណែងទៅទៀតដូច្នេះចំពោះថៃនៅពេលនេះវាសឹងតែអស់ហើយអត់មានមេដឹកនាំណាមួយដែលអាចនិយាយគ្នាឬក៏មិនមានបញ្ហាជាមួយមេដឹកនាំកម្ពុជាដើម្បីអាចមកចរចាទេជាមួយសហគមន៍អន្តរជាតិក៏យើងមានបញ្ហាជាមួយគេច្រើនមកដែរឥឡូវនេះយើងឃើញថាត្រាំគាត់ចង់បានមុខមាត់គាត់ដើរតួនាទីមកជួយសម្របសម្រួលហើយយើងចាំមើលថាតើការបញ្ចប់ចំនួននៅពេលនេះតើត្រាំអាចធ្វើបានអត់ប៉ុន្តែយើងពិបាកណាស់ពីព្រោះថាភាគីថៃហាក់ដូចជាបង្ហាញចំហមិនខ្វល់ទេដូច្នេះដំណាក់អ្នកខ្លំមើលមួយចំនួនគាត់លើកឡើងថាមានតែការប្រយុទ្ធដោយយកប្រៀបនៅលើសមរភូមិក្រែងយើងអាចមានសង្ឃឹមលើការចរចាហើយនឹងមានការជួយពីសហរដ្ឋអាមេរិកនេះឯងបាទអរគុណណាស់លោកថាថៃដែលបានរៀបរាប់ជូនលោកនាងកញ្ញាហើយខ្ញុំព្យាយាមមែនតើដើម្បីកុំឲ្យលោកនាងកញ្ញាច្រឡំថៃចុះថៃឡើងក៏ប៉ុន្តែបើកវងកញ្ចក់បន្តិចចុះនៅពេលដែលយើងទៅជែកគ្នាអំពីថាតើគួរហៅលោកថាថៃបែបណាដើម្បីកុំឲ្យច្រឡំនឹងមានអ្នកនៅស្រុកថៃស្រុករបស់លោកថាថៃថាតាមការពិតឲ្យហៅឈ្មោះនៅក្រៅទៅឈ្មោះនៅក្រៅគេហៅអតមែនទេគួរហៅលោកតអញ្ចឹងដែរទេដើម្បីកុំឲ្យច្រឡំថ្ងៃក្រោយទៀតតែក៏នឹងហៅថាលោកថាថៃទៅដែរឬមួយគេចំអន់លោកថាថៃលេងទេប៉ុន្តែគេអះអាងថាគេនៅស្រុកជាមួយគ្នាណាអញ្ចឹងបាទខ្ញុំអត់ដែរស្គាល់ចូលនេះទេអញ្ចឹងគេស្រឡាញ់ថៃពេកគេចំអន់លេងអញ្ចឹងដូច្នេះមិនបាច់ហៅថាលោកតឬហៅថាលោកថាថៃដូច្នេះអរគុណលោកថាថៃមែនទែនដែលឡើងមកបកស្រាយហើយសូមជម្រាបលាតែប៉ុណ្ណេះសូមអញ្ជើញរៀបចំសម្រាប់ត្រៀមខ្លួនឡើងធ្វើបច្ចុប្បន្នភាពតាក់ទងទៅនឹងបញ្ហានេះនារាត្រីថ្ងៃស្អែកទៀតបាទសូមជម្រាបលាថៃតែប៉ុណ្ណេះក៏ប៉ុន្តែអត់ទាន់ជម្រាបលាលោកនាង